បាទញាតពធជាទីរាប់អានថ្ងៃនេះដែរខ្ញុំបកករណាក៏សូមលើកយកអំពីទីតាំងរបស់លោកតាព្រះមនីសីសិទ្ធក្រែងលោកបងប្អូនញាតិមិត្តទាំងឡាយដែលមិនបានស្គាល់ណាបាទទីតាំងរបស់លោកតាព្រះមនីសីសិទ្ធដែលលោកពូកែខាងទុស្ពិតរាជធរបាទអាចចាត់ទុកថាជាសម្ដេចព្រះរាជគ្រូតាផងដែរបាទទីតាំងរបស់លោកគឺស្ថិតនៅភ្នំប្រសិទ្ធបងប្អូនទាំងអស់គ្នាបាទស្រុកពញាលឺខេត្តកណ្ដាលបាទបងប្អូនទាំងអស់គ្នាបងប្អូនអាចធ្វើដំណើរអំពីភ្នំពេញទៅបាទដល់ព្រែកភ្នៅផ្លូវជាតិលេខ5នេះឯងបាទដល់ផ្សារព្រែកភ្នៅបងប្អូនបត់ឆ្វេងត្រង់ទៅជាប្រហែលជា10នាទីបងប្អូនឃើញភ្នំបាទកូនភ្នំមួយនឹងឯងនៅខាងលិចប៉ែកខាងជើងរាជធានីភ្នំពេញហ្នឹងកូនភ្នំដ៏ស្រស់ស្អាតហ្នឹងបងប្អូនដល់កន្លែងតាកាន់លវងបាទបងប្អូនអាចបត់ស្ដាំតែបន្តិចតែប៉ុណ្ណោះបងប្អូនអាចឃើញមានផ្លូវបត់ស្ដាំទៀតឡើងភ្នំបាទបត់ស្ដាំទៀតឡើងភ្នំទីតាំងនោះឯងគឺទីតាំងរបស់លោកតាព្រះមនីឥសីសិទ្ធបាទដែលជាសម្ដេចព្រះរាជគ្រូតាគឺលោកតាព្រះមនីឥសីសិទ្ធនេះឯងដែលលោកពូកែខាងទុស្ពិតរាជធរបាទបើសិនជាបងប្អូនត្រូវការបន់ស្រន់អីផ្សេងនេះគឺទៅកន្លែងនោះគឺប្រកាសជាមិនខកបំណងឡើយបងប្អូនអ្នកគ្នាបាទគឺជាទីតាំងដែលល្អពូកែស័ក្តិសិទ្ធតែម្ដងបាទគឺភ្នំប្រសិទ្ធបាទបងប្អូនអ្នកគ្នាបាទភ្នំប្រសិទ្ធហ្នឹងហើយបងប្អូនដែលធ្លាប់កាន់ខាងពុទ្ធសាសនាឬក៏ព្រហ្មញ្ញសាសនាបាទផងនោះគឺបងប្អូនប្រកាសជាធ្លាប់ស្គាល់ហើយបាទទាំងព្រហ្មញ្ញផងទាំងពុទ្ធសាសនាផងបងប្អូនបែរធ្លាប់ស្គាល់ទៅទីតាំងនេះហើយបាទដើម្បីធ្វើបុណ្យជាច្រើនបាទនិយាយទៅបុណ្យច្រើនកន្លងមកបើសិនជាមានបុណ្យទានម្ដងនៅភ្នំនេះគឺសម្បូរសបាយណាស់បងប្អូនទាំងអស់គ្នាសម្បូរសបាយណាស់ដោយសារមនុស្សញាតិរបស់ចៅរបស់លោកតាហ្នឹងគឺច្រើនតែម្ដងទូទាំងព្រះរាជាណាចក្រកម្ពុជាបាទនរណាក៏ស្គាល់ដែរទីតាំងរបស់លោកតាព្រះមនីឥសីសិទ្ធដែលល្បីល្បាញនៅទូទាំងព្រះរាជាណាចក្រកម្ពុជានេះបាទនិយាយទៅសូម្បីតែអ្នកសៀមរាបអីក៏ផ្សេងគឺមកតាំងគ្រប់ខេត្តមកនិយាយទៅ25ខេត្តក្រុងនរណាញាតឲ្យតែញាតវធគឺស្គាល់កន្លែងលោកតាទាំងអស់បងប្អូនទាំងអស់គ្នាបាទលោកតាព្រះមនីឥសីសិទ្ធបាទល្បីល្បាញណាស់លោកល្បីល្បាញហើយលោកមានញាតច្រើនលោកមានសិស្សគុណច្រើនដែលមកបន់ស្រន់នៅកន្លែងលោកនេះបន់មិនថាការងាររកស៊ីអ្វីផ្សេងឬក៏មានបញ្ហាអីផ្សេងវិបត្តិគ្រួសារវិបត្តិអីផ្សេងនេះគឺគេមកបន់ស្រន់នៅកន្លែងលោកតាព្រះមនីឥសីសិទ្ធនេះឯងដែលតែងតែស័ក្តិសិទ្ធបងប្អូនទាំងអស់គ្នាស័ក្តិសិទ្ធហើយជាក់ស្ដែងបងប្អូនឃើញនេះញាតសិទ្ធតែញាតពធដែលលោកនេះសិទ្ធអង្គស្នងបាទអង្គស្នងបារមីដែលលោកមកបំពេញរិទ្ធបាទជាពិសេសថ្ងៃសិលថ្ងៃបុណ្យថ្ងៃទៀនហ្នឹងគឺលោកមកបំពេញរិទ្ធបាទមកគាល់តាដើម្បីសុំរិទ្ធីបារមីនេះឯងបាទអរគុណច្រើនបងប្អូន